ផ្សារសំរោងផ្សារទីរួមខេត្តឧត្តរមានជ័យថ្ងៃនេះជាបិណ្ឌទី10សូមជម្រាបសួរបងប្អូនសាជាថ្មីម្ដងទៀតបិណ្ឌ10នេះខ្ញុំបាទនាំអារម្មណ៍បងប្អូនទៅទស្សនាសកម្មភាពអាជីវករនិងបងប្អូនប្រជាពលរដ្ឋយើងនៅក្នុងផ្សារសំរោងបាទផ្លូវដែលខ្ញុំកំពុងធ្វើដំណើរនេះគឺជាផ្លូវជាតិលេខ68បាទចេញពីស្រុកកលាញ់មកកាន់ស្រុកចុងកាល់រួចហើយបានមកដល់ស្រុកសំរោងឬក៏ក្រុងសំរោងបាទផ្លូវទៅខាងស្ដាំដៃនេះគឺឆ្ពោះទៅកាន់អូស្មាច់ចំណែកខាងឆ្វេងដៃគឺទៅកាន់ស្រុកបន្ទាយអំពិលនិងខេត្តបន្ទាយមានជ័យហើយត្រូវទៅផ្សារសំរោងគឺទៅមុខត្រង់បាទទៅមិនឆ្ងាយប្រហែលទេបាទប្រហែលជាប្រហែល100ម៉ែត្រគឺដល់ហើយបាទហើយនៅក្នុងទីរួមខេត្តឧត្តរមានជ័យនេះឬក៏នៅក្នុងក្រុងសំរោងនេះគឺមានបឹងធម្មជាតិមួយដ៏ធំល្វឹងល្វើយបាទដែលហួសពីផ្សារទៅគឺទៅដល់បឹងធម្មជាតិហ្នឹងហើយគឺនៅចំកណ្ដាលក្រុងនៅទល់មុខសាលាខេត្តបាទហើយនៅជាប់នឹងបឹងហ្នឹងគឺមានសួនច្បារដ៏ធំមួយដែរបាទដែលគេហៅថាសួនច្បារមុខសាលាខេត្តឧត្តរមានជ័យបាទដែលគេតែងតែប្រារព្ធពិធីផ្សេងបាទដូចជាតាំងពិព័រណ៍អីជាដើមឬក៏ការប្រគំតន្ត្រីបាទនៅខាងស្ដាំដៃខ្ញុំនេះមានរោងម៉ាស៊ីនកិនស្រូវធំមួយបាទហើយខាងឆ្វេងដៃគឺជាបណ្ដុំធនាគារបាទយើងឃើញនៅខាងមុខគឺជាខាងមុខនោះគឺជាស្លាករបស់ផ្សារបាទស្លាកផ្សារសំរោងមួយឃើញលឹមបាទស្លាកដែលមើលឃើញចំកណ្ដាលផ្លូវពណ៌ខៀវនោះគឺជាស្លាករបស់ផ្សារសំរោងហើយបាទខ្ញុំបានមកដល់ផ្សារហើយតែខ្ញុំអត់ចូលខាងមុខទេគឺចូលស្លាបខាងឆ្វេងបាទនេះជាសកម្មភាពនៅស្លាបខាងឆ្វេងបាទសូមជួយបងប្អូនទស្សនាបាទបងប្អូនពូមីងមៀកំពុងតែដើរទិញអីវ៉ាន់តាមតម្រូវការរបស់ពួកគាត់បាទពាក្យដល់ថ្ងៃប្រជុំធំហើយបាទសល់តែ5ថ្ងៃទៀតគឺដល់ជុំធំហើយបាទខាងនេះមានលក់ពូតស្ងោរមានបង្អែមមាននំដោយសារតែស្មោះនេះជាពេលថ្ងៃបាទពេលថ្ងៃត្រង់បាទចឹងខ្ញុំអាចជិះម៉ូតូចូលបានបើពេលព្រឹកបាទជិះចូលមិនកើតទេបាទដោយសារមនុស្សច្រើនគួរឲ្យសោកស្ដាយដែរដែលកាមេរ៉ារបស់ខ្ញុំអត់អាចថតទៅឆ្វេងឬទៅស្ដាំតាមតូបឲ្យបងប្អូនមើលបានទេបាទដោយសារតែខ្ញុំដាក់ជាប់នឹងម៉ូតូបាទអញ្ចឹងគឺមានតែទៅមុខត្រង់ឆ្កុយអញ្ចឹងទៅបាទស្រីស្អាតម្នាក់នេះគាត់កំពុងតែទិញសាច់អាំងឬក៏អីទេបាទអូបន្លែអូគឺតូបលក់សាច់អាំងទេប៉ុន្តែវាលក់បន្លែទៀតបាទបន្លែនេះមានលក់បន្លែត្រីសាច់បាទគ្រឿងសមុទ្រសាច់មាន់សាច់គោសាច់ជ្រូកពងទាពងកងានត្រីងៀតត្រីឆ្អើរសាច់ក្រកប្រហុកទឹកត្រីរួមទៅគឺគ្រឿងធ្វើម្ហូបបាទមានសពបែបយ៉ាងនៅកន្លែងនេះគឺផ្នែកខាងលិចរបស់ផ្សារបាទគាត់ហៅខ្ញុំឲ្យទិញសាច់របស់គាត់នេះឥឡូវខ្ញុំបត់ទៅខាងស្ដាំវិញបាទខាងស្ដាំនេះតាមផ្លូវនេះគឺមានដែលលក់គ្រឿងទេសដែរបាទពីផ្នែកខាងជើងបាទស្លាបខាងជើងរបស់ផ្សារសុទ្ធតែគ្រឿងទេសនេះខ្ញុំថតពេលថ្ងៃបើសិនជាពេលព្រឹកវិញប្រហែលជាមនុស្សច្រើនរហូតជិះម៉ូតូប្រហែលជាមិនកើតទេចាំបាច់ត្រូវចុះដើរ ព
ថ្ងៃហើយបាទចឹងមនុស្សមិនសូវច្រើនទេបាទខ្ញុំបត់ជើងបាទផុតទៅជើងតិចគឺអស់កន្លែងលក់ហើយបាទតែជា30-40 ម៉ែត្របាទដល់ហ្នឹងគឺអស់កន្លែងលក់ហើយផ្នែកខាងជើងគឺផុតត្រឹមហ្នឹងហើយបាទផុតត្រឹមហ្នឹងហើយគឺនៅមានតាមតូបតាមផ្ទះតិចតួចបាទឥឡូវខ្ញុំបន្តដំណើរទៅមុខទៀតដើម្បីឆ្ពោះទៅផ្លូវខាងមុខផ្សារហើយនឹងទៅថតនៅផ្នែកខាងត្បូងជាងខាងលិចបាទឥឡូវនេះខ្ញុំមកដល់ផ្លូវធំវិញហើយផ្លូវនេះគឺផ្លូវមុខផ្សារបាទនេះមានធនាគារបាទក្នុងធនាគារដែរខាងឆ្វេងខាងស្ដាំសុទ្ធតែជាធនាគារខាងលក់តូពេទ្យនិងតូបលក់អីវ៉ាន់ផ្សេងច្រើនទៀតបាទអានេះគឺខាងមុខផ្សារបាទខាងមុខនេះមានតូបនេះគឺកន្លែងលក់អាហារកន្លែងលក់បាយលក់ម្ហូបហើយមានតូបលក់ផ្លែឈើបាទខ្ញុំអត់បានចូលផ្សារទេបាទខ្ញុំហួសទៅថតនៅតំបន់លក់ត្រីសាច់នៅប៉ែកខាងលិចនៃផ្សារដែរបាទអញ្ចឹងត្រូវបត់ចូលតាមផ្លូវមួយនេះបាទខាងក្រោយហាងលក់ទូរស័ព្ទធំមួយមិញហ្នឹងបាទកន្លែងគេមានលក់រមាក់គោយន្តបាទផ្លូវណាក៏មានមនុស្សដែរបាទបងស្រីគាត់ពោកូនមកទិញអីវ៉ាន់ណានេះឥឡូវនេះមានលក់កង់បាទលក់សម្ភារៈនេសាទបាទដល់ហើយបាទដល់កន្លែងលក់ត្រីសាច់ហ្នឹងហើយបាទទៅខាងស្ដាំដៃក៏ត្រូវខាងឆ្វេងដៃក៏ត្រូវបាទកន្លែងផ្លែឈើក៏មានត្រីសាច់ត្រីងៀតត្រីឆ្អើរគ្រឿងសមុទ្រគ្រឿងទេសគ្រឿងម្ហូបអាហារបាទដូចខ្ញុំជម្រាបប្រាប់បងប្អូនមុនមិញហ្នឹងដោយសារតែពេលហ្នឹងជាពេលថ្ងៃអញ្ចឹងអត់សូវមានមនុស្សច្រើនទេបើសិនជាពេលព្រឹកវិញបាទដើរហាត់រកផ្លូវដើរសឹងតែមិនចង់បានបាទពេលព្រឹកគឺមិនអាចជិះម៉ូតូអញ្ចឹងកើតទេបាទមនុស្សណែនណាន់តាន់តាប់បាទខ្ញុំធ្លាប់មកទិញអីវ៉ាន់នៅផ្សារច្រើនដងហើយបាទអស់ត្រឹមហ្នឹងហើយបាទឥឡូវយើងមកដល់ផ្លូវមួយទៀតបាទផ្លូវនេះស្រឡះផ្លូវនេះគឺឆ្ពោះទៅកាន់បាទទៅផ្នែកខាងស្ដាំដៃនេះគឺឆ្ពោះទៅកាន់បឹងស្នោដែលជាបឹងធម្មជាតិនៅកណ្ដាលក្រុងហ្នឹងបាទទៅមុខបន្តិចទៀតបងប្អូននឹងបានឃើញផ្ទៃបឹងដ៏ធំល្វឹងបាទរួមទាំងសួនច្បារនៅសងខាងបឹងបាទនៅខាងបូងក៏មានបាទនៅខាងជើងបឹងក៏មានខាងស្ដាំដៃខ្ញុំនេះគឺជាវត្តហៅថាវត្តប្រាសាទរាជាសំរោងបាទហើយហួសពីវត្តហ្នឹងទៅគឺទៅដល់បឹងហើយបាទ
មកដល់នេះមានផ្លូវធំមួយដែលមានដើមថោកជាជួរនៅចំកណ្ដាលបាទផ្លូវនេះហាក់ដូចជាបែងចែកបឹងស្នោនៅជាពីរបាទមានខាងលិចនិងខាងកើតបាទខាងលិចតូចទេបាទខាងឆ្វេងដៃគឺតូចទេហើយខាងស្ដាំដៃគឺធំបាទអញ្ចឹងដូចជាវាបែងចែកផ្លូវបឹងជាពីរបាទហើយខាងមុខនេះគឺជាសួនច្បារមុខសាលាខេត្តដ៏ធំអស្ចារ្យបាទចំពោះទស្សនវិជ្ជាទាំងស្រុងនៃសួនច្បារមុខសាលាខេត្តដ៏ស្រស់ស្អាតនោះខ្ញុំបាទសូមគោរពអញ្ជើញបងប្អូនទស្សនានៅវីដេអូក្រោយបាទសូមអរគុណបងប្អូនដែលបានទស្សនាវីដេអូរបស់ខ្ញុំមួយនេះតាំងពីដើមរហូតដល់ចប់សូមអញ្ជើញបងប្អូនទស្សនាវីដេអូក្រោយបាទសូមអរគុណសូមជម្រាបលា